វិសាលគឺជាបុគ្គលិកក្រុមហ៊ុនវ័យក្មេងម្នាក់ដែលទើបតែសន្សំប្រាក់បានមួយចំនួនបន្ទាប់ពីធ្វើការយ៉ាងនឿយហត់អស់រយៈពេលជិត3ឆ្នាំមកហើយក្តីស្រមៃដ៏ធំបំផុតរបស់គេគឺការមានរថយន្តផ្ទាល់ខ្លួនមួយគ្រឿងដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងជិះទៅលេងស្រុកកំណើតនៅថ្ងៃឈប់សម្រាកដោយសារតែថវិកាមានកំណត់វិសាលបានសម្រេចចិត្តស្វែងរករថយន្តមួយទឹកតាមរយៈការបង្ហោះលក់នៅលើបណ្ដាញសង្គមថ្ងៃមួយគាត់បានប្រទះឃើញការប្រកាសលក់រថយន្តម៉ាកស៊េរីល្បីមួយគ្រឿងពណ៌ប្រផេះចាស់ក្នុងតម្លៃថោកជាងទីផ្សារស្ទើរតែពាក់កណ្ដាលម្ចាស់ឃ្លាំងលក់ឡាននោះបានអះអាងថាឡានស្អាតម្ចាស់ដើមប្រញាប់លុយទៅរស់នៅប្រទេសក្រៅទើបគាត់លក់បែបនេះដោយក្តីត្រេកអរវិសាលបានណាត់ជួបមើលឡាននោះភ្លាមៗនៅនឹងឃ្លាំងមួយកន្លែងនៅឯជីក្រុងរូបរាងខាងក្រៅរបស់ឡាននោះពិតជាថ្មីនិងភ្លឺរលោងស្អាតឥតខ្ចោះប៉ុន្តែគ្រាន់តែវិសាលបើកទ្វារចូលអង្គុយសាកល្បងភ្លាមក្លិនក្រអូបឈ្ងុយនៃទឹកអប់ផ្កាម្លិះបានភាយចេញមកយ៉ាងខ្លាំងរហូតដល់កម្រិតមួយដែលធ្វើឲ្យគាត់ចង់វិលមុខថៅកែឃ្លាំងបានប្រាប់ថាម្ចាស់ដើមចូលចិត្តក្លិនម្លិះទើបដាក់ទឹកអប់ច្រើនបែបនេះវិសាលមិនបានគិតច្រើនគាត់ពេញចិត្តនឹងតម្លៃព្រមទាំងរូបរាងក៏សម្រេចចិត្តបង់លុយទិញយកឡាននោះភ្លាមនៅយប់ដំបូងដែលគាត់បើកឡានត្រឡប់មកផ្ទះវិញវិសាលចាប់ផ្ដើមមានអារម្មណ៍ចម្លែកទោះបីជាគាត់បើកម៉ាស៊ីនត្រជាក់ត្រឹមលេខ1ក៏ដោយក៏ខ្យល់ដែលបក់ចេញមកមានសភាពត្រជាក់ខ្លាំងត្រជាក់ដល់ឆ្អឹងមិនមែនជាភាពត្រជាក់ធម្មតាដូចម៉ាស៊ីនឡានទេអ្វីដែលគាត់កាន់តែចម្លែកនោះចង្កូតឡានមានអារម្មណ៍ថាធ្ងន់ហាក់បីដូចជាមាននរណាម្នាក់កំពុងតែអង្គុយសង្កត់ក្បែរគាត់ឬហាក់ដូចជាឡាននោះកំពុងតែដឹកមនុស្សពេញដូច្នោះដែរ3ថ្ងៃបានកន្លងផុតទៅក្លិនផ្កាម្លិះនោះចាប់ផ្ដើមរសាយម្ដងបន្តិចប៉ុន្តែអ្វីដែលមកជំនួសវិញគឺក្លិនឆ្អាបតិចដូចជាក្លិនជ្រះដែកឬក៏ក្លិនឈាមស្ងួតដែលភាយចេញពីក្រោមគូតកៅអីខាងក្រោយនៅយប់ថ្ងៃសុក្រមួយវិសាលបានជិះឡាននោះត្រឡប់មកពីកម្មវិធីជប់លៀងនៅកន្លែងធ្វើការក្នុងម៉ោងប្រហែល11យប់ផ្លូវត្រឡប់ទៅផ្ទះរបស់គាត់ត្រូវឆ្លងកាត់ផ្លូវជាតិដ៏ស្ងាត់មួយខណៈពេលកំពុងតែបើកបរសុកវិទ្យុនៅក្នុងឡានស្រាប់តែបើកឡើងដោយខ្លួនឯងសំឡេងរលកធាតុអាកាសរន់ឡើងមុននឹងចាប់ប៉ុស្តិ៍បានសំឡេងព័ត៌មានមួយវាជាសំឡេងអ្នកអានព័ត៌មាននារីដែលកំពុងតែអានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ឡានក្រឡាប់ធ្លាក់ស្ពានបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកាលពី1ឆ្នាំមុនវិសាលព្យាយាមចុចបិទវិទ្យុតែបិទយ៉ាងណាក៏មិនព្រមរលត់វិសាលកើតអារម្មណ៍ឆ្ងល់មួយហេតុអ្វីបានជាគេយកព័ត៌មានដែលកើតឡើងតាំងពី1ឆ្នាំមុនមកផ្សាយដូច្នេះគេព្យាយាមចុចបិទវិទ្យុតែបិទយ៉ាងណាក៏មិនព្រមរលត់សោះសំឡេងអ្នកព័ត៌មាននោះកាន់តែលឺខ្លាំងឡើងរំពេចនោះខ្យល់ត្រជាក់ខុសប្រក្រតីបានបក់ប៉ះនឹងកញ្ចឹងករបស់គាត់បានងាកភ្នែកសម្លឹងមើលទៅកញ្ចក់ខាងក្រោយអ្វីដែលគាត់បានឃើញធ្វើឲ្យចង្វាក់បេះដូងរបស់គាត់ស្ទើរតែឈប់លោតនៅកៅអីខាងក្រោយដែលធ្លាប់តែទទេស្អាតពេលនេះមានស្ត្រីម្នាក់កំពុងតែអង្គុយអោនមុខចុះនាងស្លៀកពាក់រ៉ូបពណ៌សដែលប្រឡាក់ពេញទៅដោយឈាមពណ៌ក្រហមក្រមៅសក់របស់នាងវែងធ្លាក់គ្របមុខហើយមានដំណក់ឈាមស្រក់តក់ពីលើចុងសក់ចុះមកលើពុកឡានវិសាលភ្ញាក់ព្រឺតជន់ត្រាំងឡានអូសកង់កណ្ដាលផ្លូវស្ងាត់គាត់ប្រញាប់ងាកទៅមើលកៅអីខាងក្រោយភ្លាមប៉ុន្តែគ្មាននរណាម្នាក់ឡើយកៅអីនៅក្រោយនោះទទេស្អាតមានតែភាពងងឹតគាត់គិតថាខ្លួនគាត់ប្រកាសជាស្រវឹងឬក៏ងងុយដេកពេកទើបស្រវាំងភ្នែកក៏ខំប្រឹងតាំងស្មារតីបើកឡានត្រឡប់ទៅផ្ទះទាំងព្រលឹងចុងសក់ការលុបបន្លាចមិនបានបញ្ចប់ត្រឹមនឹងទេមួយសប្តាហ៍ក្រោយមកវិសាលធ្វើដំណើរទៅខេត្តដើម្បីចូលរួមពិធីមង្គលការបងប្អូនគាត់បានចេញដំណើរនៅម៉ោង8យប់ពេលជិះមកដល់កំណាត់ផ្លូវកោងមួយនិងមានស្ពានឆ្លងទន្លេមួយកន្លែងដែលជាតំបន់មិនសូវមានភ្លើងបំភ្លឺផ្លូវស្រាប់តែមានប្រព័ន្ធ GPS នៅក្នុងឡានរបស់គាត់ដែលក៏មិនបានបើកសោះនោះបានភ្លឺឡើងរួចបន្លឺសំឡេងប្រាប់ផ្លូវថាគោលដៅរបស់អ្នកនៅខាងមុខនេះហើយវិសាលមិនទាន់បាត់ឆ្ងល់ផងស្រាប់តែចង្កូតឡានរបស់គាត់ប្រែជារឹងស្ដោកគាត់មិនអាចបង្វែរចង្កូតបានសូម្បីតែបន្តិចចូលរួមទីលេងកម្សាន្តជាមួយការប្រកួតបាល់ទាត់នៅ English Premier League រវាងក្រុម Arsenal និង AFC Bournemouth លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនជាមួយ OneXBet ដកប្រាក់ដាក់ប្រាក់ងាយស្រួលជាមួយនឹងធនាគារក្នុងស្រុកតែកុំភ្លេចត្រូវលេងដោយទំនួលខុសត្រូវលេងបន្តិចបន្តួចបានហើយព្រោះនេះវាមិនអាចធ្វើឲ្យយើងខ្លាចទៅជាអ្នកមានបានទេគ្រាន់តែអាចលេងឈ្នះបានលុយបន្តិចបន្តួចយកទៅទិញកាហ្វេហូបទៅបានហើយ
កុំភ្លេចត្រឡេងដោយទំនួលខុសត្រូវ រថយន្តពណ៌ប្រផេះចាស់នោះចាប់ផ្ដើមបង្កើនល្បឿនដោយខ្លួនឯងកាន់តែលឿនទៅសម្ដៅរកបង្កាន់ដៃស្ពានដែលនៅខាងមុខនោះវិសាលខំជន់ហ្វ្រាំងតែហ្វ្រាំងមិនស៊ីសោះហាក់ដូចជាមាននរណាម្នាក់យកជើងមកកន្លាស់ឈ្នន់ហ្វ្រាំងនៅពីខាងក្រោមពេលនោះក្លិនឈាមនិងក្លិនផ្កាម្លិះបានភាយឡើងយ៉ាងខ្លាំងក្លាពេញក្នុងឡានសេតនហភាពចុះត្រជាក់ដូចក្នុងទូទឹកកកវិសាលងាកទៅមើលកៅអីអ្នកដំណើរខាងមុខដែលនៅក្បែរគាត់ស្ត្រីដែលគាត់បានឃើញក្នុងកញ្ចក់កាលពីយប់មិញនោះកំពុងតែអង្គុយនៅទីនោះលើកនេះនាងបានងើបមុខឡើងសម្លឹងមកគាត់ផ្ទៃមុខរបស់នាងបែកខ្ទេចឆ្អឹងថ្គាមតូចចេញមកក្រៅឯកញ្ចឹងករបស់នាងបាក់បត់ទៅម្ខាងយ៉ាងគួរឲ្យរន្ធត់ដៃដ៏សស្លេកនិងប្រឡាក់ឈាមរបស់នាងកំពុងតែកាន់ចង្កូតឡានយ៉ាងជាប់ហើយបញ្ជាឲ្យវារាយចង្កូតសម្ដៅទៅជ្រោះមិនក៏មិនជន់ហ្វ្រាំងម៉េចស្រីនោះស្រែកសន្ធាប់បញ្ចេញសំឡេងក្រឡខ្ទរពេញត្រចៀករបស់វិសាលខណៈដែលឈាមនិងទឹកភ្នែកស្រក់ចុះមកវិសាលស្រែកចាចអស់សំឡេងគាត់ប្រឹងប្រទែងប្រទង់ចង្កូតឡានអស់ពីកម្លាំងកាយដើម្បីទាញឡានចេញពីស្ពានដោយសារតែការប្រឹងប្រែងប្រទែងចង្កូតរថយន្តមិនបានធ្លាក់ស្ពានទេប៉ុន្តែវាបានជ្រុលចង្កូតទៅបុកនឹងដើមឈើដ៏ធំមួយដែលនៅក្បែរកែងស្ពាននោះយ៉ាងពេញទំហឹងពងសុវត្ថិភាពបានផ្ទុះឡើងជួយសង្គ្រោះជីវិតវិសាលឲ្យរួចផុតពីសេចក្តីស្លាប់ប៉ុន្តែគាត់បានសន្លប់បាត់ស្មារតីនៅនឹងកន្លែងព្រឹកឡើងវិសាលដឹងខ្លួននៅក្នុងមន្ទីរពេទ្យបង្អែកមួយដែលមានប៉ូលីសចរាចរណ៍ឈរនៅក្បែរក្រោយពីសាកសួរហេតុការណ៍ប៉ូលីសបានប្រាប់រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតមួយដល់គាត់កន្លែងដែលវិសាលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនោះគឺជាកន្លែងដដែលដែលមានស្ត្រីវ័យក្មេងម្នាក់បានបើកឡានកន្លាប់ធ្លាក់ស្ពានស្លាប់កាលពី1ឆ្នាំមុននាងស្លាប់យ៉ាងវេទនាបំផុតដោយសារតែអតីតសង្សាររបស់នាងដែលប្រច័ណ្ឌខឹងនាងមានអ្នកថ្មីបានលួចកាត់ខ្សែហ្វ្រាំងឡានរបស់នាងដើម្បីប៉ុនប៉ងមនុស្សឃាតរថយន្តដែលនាងជិះស្លាប់នោះគឺជារថយន្តម៉ាកនេះនិងពណ៌ប្រផេះនេះឯងដែលត្រូវបានសាច់ញាតិលក់ឡាយឡុងទៅឲ្យឃ្លាំងជួសជុលនិងកែកុនលាបថ្នាំបិទបាំងស្លាកស្នាមដើម្បីយកមកលក់បោកប្រាស់អ្នកទិញបន្តក្នុងតម្លៃថោកវិសាលយល់ច្បាស់នៅអ្វីគ្រប់យ៉ាងក្លិនផ្កាម្លិះដ៏ឈ្ងុយនោះគឺដើម្បីបិទបាំងក្លិនឈាមនិងក្លិនសាកសពដែលធ្លាប់ហូរប្រឡាក់កម្រាលពូកចំណែកឯវិញ្ញាណរបស់នាងដែលស្លាប់ដោយអយុត្តិធម៌និងគំនុំនៅតែក្រាញននាលអន្ទោលតាមរថយន្តនេះដើម្បីសួររកមូលហេតុដែលហ្វ្រាំងឡានមិនព្រមស៊ីកាលពីវិនាទីដែលនាងជិតស្លាប់នោះបន្ទាប់ពីជាសះស្បើយវិសាលមិនហ៊ានទៅយកឡាននោះនៅកន្លែងកើតហេតុវិញទេគាត់សុខចិត្តបោះបង់លុយចោលរាប់ពាន់ដុល្លារដែលគាត់ខំសន្សំហើយឡានខ្មោចពណ៌ប្រផេះនោះត្រូវបានប៉ូលីសអូសយកទៅទុកចោលនៅកន្លែងរក្សារថយន្តគ្រោះថ្នាក់ប៉ុន្តែអ្នកយាមនៅទីនោះតែងតែលើកខ្សឹបប្រាប់គ្នាថានៅរាល់យប់គេតែងតែឮសំឡេងវិទ្យុចាក់ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍និងស្ត្រីសក់វែងម្នាក់អង្គុយយំនៅក្នុងឡានបែកបាក់នោះជារៀងរហូតមក